សួស្តីបងប្អូននៅក្នុងវីដេអូមួយនេះខ្ញុំនឹងចែករំលែកបងប្អូនពីរបៀបក្នុងការបើក voice chat នៅក្នុង Roblox របៀបធ្វើយើងគ្រាន់តែធ្វើការចូលជាមួយនឹងgame Roblox មកបាទរួចហើយយើងធ្វើការចុចកន្លែងពាក្យថា more បាទអញ្ចឹងបន្ទាប់ពីបងប្អូនចុចហើយ scroll មកក្រោមបន្តិចមកបាទអញ្ចឹងបន្ទាប់មកបងប្អូនចុចត្រង់ពាក្យថា settingអូខេបន្ទាប់ពីបងប្អូនចុចហើយបងប្អូនមើលពាក្យថា account info បាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកហើយបន្ទាប់មកទៀតបាទបងប្អូនត្រូវចូលទៅបំពេញ email ជាមុនសិនបាទកន្លែង email ហ្នឹងណាគេដាក់ថាណានអញ្ចឹងបងប្អូនចុចពាក្យថា add មកអញ្ចឹងត្រង់ចំណុចហ្នឹងនៅពេលដែលយើង add ហើយបងប្អូនអាចធ្វើការវាចូលជាមួយនឹង email របស់បងប្អូនត្រង់ចំណុចហ្នឹងមកអូខេអញ្ចឹងខ្ញុំសូមធ្វើការវា email មុនបាទបន្ទាប់ពីវា email ហើយយើងគ្រីសហើយបងប្អូនចុចពាក្យថា add មកណាបាទនេះ add នៅខាងក្រោមហ្នឹងយើងចុចលើហ្នឹងមកគេបន្ទាប់ពី add ហើយបាទយើងចុចពាក្យថា OK ចឹងបងប្អូននឹងឃើញកន្លែងខាងលើហ្នឹងគេដាក់ថា pending ហើយ verify អញ្ចឹងបងប្អូនចុច verify មកrồiហើយចុចពាក្យថា OK អញ្ចឹងបន្ទាប់ពីយើងចុចទៅលើពាក្យថា verify រួចរាល់ហើយអញ្ចឹងបងប្អូនចេញពី game Roblox សិនហើយបន្ទាប់មកទៀតយើងចូលជាមួយនឹងបាទ Gmail យើងអញ្ចឹងនៅពេលដែលយើងចូលដល់ Gmail បងប្អូននឹងឃើញសារមួយដែលលោតឡើងមកខាងលើហ្នឹងបាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកបាទរួចហើយscroll មកក្រោមបន្តិចបងប្អូនចុចពាក្យថា verify email បាទអញ្ចឹងបន្ទាប់ពីយើងធ្វើការ verify ហើយបងប្អូននឹងទទួលបានមុខមួយដ៏ស្រស់ស្អាតហើយបងប្អូនណាបាទនៅក្នុង game ហ្នឹងយើងអាចយកទៅប្រើប្រាស់បានបន្តមកទៀតបាទយើងចេញមកយើងចូលទៅក្នុងgame Roblox ម្ដងទៀតបាទរួចហើយបងប្អូននឹងឃើញGmail ហ្នឹង verify ឲ្យ auto តែម្ដងឃើញទេបាទហើយបន្តមកទៀតបងប្អូនយើងចុចបញ្ជាក់ជាមួយនឹងមុខថា ID ណាបាទអូខេរួចហើយយើងចុចពាក្យថា continue ចឹងបន្ទាប់មកយើងគ្រាន់តែធ្វើការណែនាំបាទយើងងាកមកបាទមកឆ្វេងបាទបន្ទាប់ពីងាកមកឆ្វេងរួចរាល់ហើយយើងបែរទៅស្ដាំបាទអញ្ចឹងវានឹងធ្វើការថតយើងអូតូតែម្ដងណាបាទអញ្ចឹងនៅពេលដែលវាបញ្ជាក់ថាត្រឹមត្រូវរួចរាល់ហើយបាទអញ្ចឹងបងប្អូនអាចរងចាំសិនទៅបាទអូខេហើយនេះគឺជាលទ្ធផលហើយបន្តមកទៀតយើងចុចពាក្យថា OK មកបាទបន្ទាប់ពីចុចពាក្យ OK រួចរាល់បងប្អូនមើលពាក្យថា privacy and content restriction បាទចុចទៅលើហ្នឹងហើយបងប្អូននឹងឃើញខាងលើគេដាក់ថា content menu ready បាទអញ្ចឹងបងប្អូនចុចត្រង់ចំណុចហ្នឹងមកណាបាទគេអញ្ចឹងបងប្អូនត្រង់កន្លែងខាងក្រោមហ្នឹងបងប្អូនធ្វើម៉េចបើកត្រង់ចំណុចហ្នឹងយើងបើកឲ្យអស់មកបន្ទាប់ពីបើកឲ្យអស់ហើយយើងចេញមកសិនបាទរួចហើយបងប្អូនមើលកន្លែងពាក្យថា communication បាទអញ្ចឹងយើងចុចលើហ្នឹងរួចហើយយើងចុចពាក្យថា experience chat បាទអញ្ចឹងត្រង់ចំណុចហ្នឹងបងប្អូនត្រូវបើកទាំងពីរហ្នឹងបាទយកពាក្យថា on ទាំងពីរហ្នឹងមករួចហើយយើងអាចធ្វើការចេញសិនបាទហើយយើងចូលពាក្យថា chat and party with friends បាទត្រង់ចំណុចហ្នឹងក៏យើងត្រូវបើកទាំងពីរហ្នឹងដែរបាទដាក់ all ហើយនឹងមួយទៀត all friend មកបាទរួចហើយយើងចេញសិនបងប្អូនយកពាក្យថា void data usage បាទអញ្ចឹងបងប្អូនត្រូវបើកមុខងារមួយហ្នឹងមករួចហើយយើងចេញទៀតបាទបងប្អូនយកពាក្យថា camera input បាទអញ្ចឹងបងប្អូនបើកមុខងារមួយហ្នឹងទៀតមកជាការស្រេចឲ្យបងប្អូនបាទអញ្ចឹងនេះគឺជារបៀបក្នុងការបើក voice chat នៅក្នុង Roblox បាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ